បាទសូមជម្រាបសួរអរលោកអ្នកជាទីមេត្រីថ្ងៃនេះថ្ងៃទី28ខែកញ្ញា2016ជួបជាមួយខ្ញុំត្រាតចម្រើនថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបនៃការដំឡើង score កម្មវិធី score EZ Drummer 2បាទ EZ Drummer 2ថាតើគេដំឡើងរបៀបម៉េចថ្ងៃនេះសូមទស្សនានៃការដំឡើងកម្មវិធីនេះជាមួយខ្ញុំបាទត្រាចម្រើនដោយតទៅបាទអញ្ចឹងដំបូងលោកអ្នកត្រូវតែមានកម្មវិធីនេះបាទកម្មវិធី EZ Drummer ជាសាច់សិនណាកម្មវិធីនេះយើងអាចdownload បានទំហំរបស់វាប្រហែលជាទំហំរបស់វា 3G បាទបើយើងសរុបមើលទាំងអស់ទាំង file update វាទាំងអីទាំងអស់ទៅប្រហែលជា 3G ជាង 3GB ជាងណា3G 35MB 33MB បាទអញ្ចឹងអានេះគឺ full version ណាអញ្ចឹងមុនយើងត្រូវតែមាន file update វាផងនេះ file update របស់វា file update វាពីអានេះកម្មវិធី call របស់វាអញ្ចឹងជំហានដំបូងយើងទៅរក file install របស់វាសិនណា file install របស់វាអានេះគឺមាន32 64 64 bit ណាបើសិនជា Windows ផងយើងប្រើ32 bit ក៏យើងប្រើតម្លើង32 bit នេះទៅតែបើសិនជាយើង Windows យើង64យើងអាចតម្លើង64បានឬមួយ Windows 64អាចតម្លើង32ក៏បានដែរអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំសុំតម្លើងWindows របស់ខ្ញុំគឺ64 bit ប៉ុន្តែខ្ញុំតម្លើង32 bit បាទអញ្ចឹងយើង click លើវារួចហើយយកពាក្យថា install នេះចុច next បាទរហហើយយកពាក្យថា I accept ចុច next ទៀតnext បាទ install អូខេវាចាប់ផ្ដើមធ្វើការ copy file ហើយចូលទៅក្នុងត IC របស់យើងបាទសូមអព្យាផ្សាយផងដែរថ្ងៃនេះមានភ្ញៀវនៅខាងជាន់ក្រោមបាទអាចจะមានឮសំឡេងអ៊ូអរបន្តិចបាទសូមចាំបន្តិចវាធ្វើការ copy បាទអានេះប្រហែលជាអាចប្រើពេលវេលាយូរបន្តិចហើយវាដាក់នេះវាមើលPlease wait while the install wizard install EZ Drummer 32 bit this takes several minutes អាចប្រើពេលច្រើននាទីដែរក្នុងការ copy file បាទកម្មវិធីគេដល់បញ្ចប់ហើយបាទកម្មវិធី EZ Drummer 2នេះចប់ហើយអញ្ចឹងយើងកន្លងនេះយើងចុច finish បាទចុចបញ្ចប់វាទៅយើងចុច finish បន្តមកទៀតយើងត្រូវតែដំឡើងមួយទៀត EZ មួយទៀតប៉ុន្តែ file update ផងវាណា file update ផងវាខ្ញុំជ្រើសរើសនៅកន្លែងនេះខ្ញុំជ្រើសរើស32ព្រោះអីមិញខ្ញុំដំឡើង32 bit អញ្ចឹងយើងមកស្ដាប់លើវាមកយកពាក្យ run administrator មកyes next I accept ចុច next បន្តទៀតរួចហើយពី installចុចហើយចុច finish បាទបញ្ចប់ក្នុងការ install បាទអញ្ចឹងនៅពេលដែលយើងតឡើងកម្មវិធី EZ Drummer នឹងចប់អញ្ចឹង icon ហ្នឹងវា load មកលើ desktop នេះបាទវាបង្ហាញខ្លួននៅលើ desktop EZ Drummer ហ្នឹងលើ desktop បង្ហាញខ្លួននៅលើ desktop បាទ អ
chẳng đâm bay ai pra ca về bán lưu tra tại dương tàu activation key mình về sân á activation key mình về sân bạn ai pra ca bàn chẳng những bạn folder phần dương mót đâm bay từ càng grad mình về đó grad key mình về folder phần dương máu khi viết nó không ní nó không folder a thu a này bạn ní cứ chia khi chân phần về mà thun ra khi chân mà chẳng dương ba về máu chấm hiện là bốn cái dựng ba về xanh máu bật lại cho bật về trình được chẳng về ai ta giữ bản tính đời xa giữ trong pra cam vị trí thọ để còn phong bạn chẳng anh khi trên phần về bạn khi trên phần về nó có nông cái lại ní dương o dương nó có nông cái lại select product ní bây giờ chơi được vô biết ha dương đào rồi mơ biết ha thon track iz tam mơ pi bạn chạy lừa về máu bật to một tiết dương bàn select product dương select rồi hái bật to má dương chụp hiện bật to tiết dương chơi được nó cái lại cái lại tập biết tập pad VIT หรือ or TAF file window នេះនៅក្នុងកន្លែងកន្លែងរូបស្ពើនេះរូបស្ពើនេះយើងចុចនៅក្នុងកន្លែងរូបស្ពើនឹងមកចុចលើវាមកបន្ទាប់មកទៀតយើងទៅប្រើរក folder មួយនៅក្នុង drive C បាទ folder ផងវានៅក្នុង drive C ចុចលើ drive C នេះមកជ្រើសរើសពាក្យថា program file គុណ86ណាគុណ86ហើយដែរគុណ86ឲ្យជ្រើសរើស folder នេះដោយសារយើងមិញយើងតឡើងកម្មវិធី EZ Drummer ហ្នឹង32 bit អញ្ចឹងវា file folder វាហ្នឹងវា load មកនៅក្នុង program file គុណ86នេះឯងបាទអញ្ចឹងយើងដល់បើ click លើវាមកបន្តមកទៀតយើងជ្រើសរើសពាក្យថារកមើល folder មួយឈ្មោះថា cakewalk បាទ cakewalk ដល់បើ click លើវាមកឬក៏យើង open មកវាមកបន្តមកទៀតយើងយក folder មួយទៀតថា VST plugin ណាមួយនេះឯងបាទចូល open វាមកក៏បានឬក៏ដល់បើ click លើវាក៏បានដែរបន្តមកទៀតយើងជ្រើសរើសរក folder មួយទៀតឈ្មោះថា tune track បាទ tune track មួយនេះឯងបាទ tune track អញ្ចឹងដល់ពេល tune track យើងឃើញយើង select លើវា select folder ហ្នឹងមកយើងឃើញ file DLL មួយឈ្មោះថា EZ Drummer អញ្ចឹងយើង select លើ file EZ Drummer ហ្នឹងមក DLL ហ្នឹងរួចហើយយើងយកពាក្យថា open អញ្ចឹងនៅក្នុងកន្លែងនេះវាដាក់ថា successful path public key បាទចំហៀនបន្តមកទៀតឲ្យយើងចុចនេះនៅក្នុងកន្លែង generate serial number នេះ serial number នេះយើងចុចលើវាមកចុចលើរូបកន្លែងនេះណាអញ្ចឹងវាចេញអានេះឲ្យមកយើងដល់តែពេលចេញឲ្យមកអញ្ចឹងធ្វើម៉េចធ្វើម៉េចអញ្ចឹងបន្តមកទៀតយើងទៅបើកកម្មវិធីយើងកម្មវិធី EZ Drummer យើងមិញដល់នេះណាខ្ញុំយកមកដាក់ desktop បាទកម្មវិធីនេះបើកាលណាខ្ញុំបើកEZ Drummer នេះកម្មវិធីថតរូបរបស់ខ្ញុំនេះនឹងរលត់វានឹងរលត់បាទអញ្ចឹងយើងឲ្យយើង right click លើវាមកស្ដាំលើវារួចហើយយើងយក run administrator បាទrun administrator អញ្ចឹងដល់ពេលខ្ញុំចុចលើវាកម្មវិធីថតរូបរបស់ខ្ញុំនេះនឹងរលត់ដែរបាទរូបហើយរលត់run administrator យក run administrator ពឹងបានអញ្ចឹងដល់ពេលកម្មវិធីនេះអំបញ្ញមិញដោយសារខ្ញុំបើកកម្មវិធីនេះណាកម្មវិធី EZ Drummer នៅមិញហ្នឹងដល់ពេលបើកទៅកម្មវិធីរលត់កម្មវិធីថតអេក្រង់រលត់ដល់ពេលយើងបើកមកសារថ្មីវាចូលមកដល់panel នេះម្ដងបាទ panel កម្មវិធីតែម្ដងអញ្ចឹងនៅក្នុងកន្លែងនេះឲ្យយើងដល់ពេលយើងវាបើកកម្មវិធីមកភ្លាមមកវាចេញឲ្យយើងបំពេញ
បំពេញ serial number អញ្ចឹងនៅក្នុងកន្លែងនេះយើងជ្រើសរើសយកពាក្យថា Azorid offline បាទនៅក្នុងកន្លែងនេះណាយើងជ្រើសរើសពាក្យថា Azorid offline បាទដល់ពេលហ៊ានបន្តយើងមើលនៅក្នុងកន្លែងលេខ1លេខ2លេខ3ក្នុងជំរឿនមិនវានេះជំរឿននៅក្នុង offline នេះបាទអញ្ចឹងលេខ1នៅគេថាឲ្យ copy or write down this computer ID អញ្ចឹងយើងធ្វើការ copy អានេះមកនេះcopy នេះយើងមានពាក្យថា copy នេះ copy អា serial នេះមកcopy ID computer នេះ copy មកចុចលើ copy ប្រអប់មកទៀតយើងយកID ហ្នឹងយកមកដាក់ចូលនៅក្នុងនេះ computer ID នេះដាក់ចូលនេះមកស្ដាប់លើវារួចហើយចុចលើពាក្យ pass មកអញ្ចឹងវាចូលមកនេះហ่ะបន្ទាប់បញ្ចូលមកហ្នឹងហើយយើងជ្រើសរើសចុចកន្លែងរូបសញ្ញាកូនសោនេះបាទរូបសញ្ញាកូនសោនេះមកបន្ទាប់មកទៀតយើងវាឲ្យយើង save file ទុកណាយកឲ្យ save file នេះ file ឈ្មោះនេះកតុយមែនកតុយ TT នេះ T type នេះខ្ញុំបានដាច់ដែរណាយើងឲ្យយើងទៅដាក់ណាយើងដាក់នៅកន្លែងណាក៏បានដែរស្រាយយើងប៉ុន្តែខ្ញុំណែនាំឲ្យដាក់កន្លែង folder ផងវាហ្មងកម្មវិធីហ្នឹងហ្មងដោយកម្មវិធីនោះនៅណានៅក្នុង drive C program file គុណឲ្យ86បន្តមកទៀត folder cakewalk ហើយ VAT plugin VAT plugin ហើយចូល folder មួយទៀតរក folder មួយទៀតឈ្មោះថា Toontrack ណា double click លើវាមកអញ្ចឹងយើង save ដាក់អានេះ folder ហ្នឹងវាបាទអញ្ចឹងយើង save ដាក់ឡើងហ្នឹងមកបាទចុច save មកដល់ពេលចុច save ចប់អញ្ចឹងវាដាក់យើងមើលអក្សរនៅកន្លែងនេះគេដាក់ថា successful generate អក្សរ recession នេះ file នេះវាបានបំពេញឲ្យយើងហើយណា successful ហើយអញ្ចឹងអា keychain នេះបិទចោលចុះអស់សិតហើយនេះអស់ប្រយោជន៍បិទចោលចុះអូខេយើងមកមើលនេះម្ដងជំហានបន្តមកទៀតនៅក្នុងកន្លែងជំរើសលេខ3 select your authorization ខ្ញុំអានមិនសូវដាច់ដែរណាភាសាអង់គ្លេសខ្ញុំមិនជំនាញអញ្ចឹងនៅក្នុងកន្លែងនេះយើងវាឲ្យយើង select file ដែលយើង save មិញបាទយើងចុចពាក្យ select នេះបាទចុចពាក្យលើពាក្យ select នឹងមកហើយយើងទៅប្រើរាល់ file ដែលយើង save បាន save មិញដាក់នៅក្នុង folder វាហ្នឹងណានៅក្នុង drive C បាទ drive C my program file គុណ86បន្តទៅទៀតនៅក្នុង cakewalk VAT plugin folder មួយទៀតដែលមានឈ្មោះថា Toontrack ណានេះមួយនេះឯងបាទអញ្ចឹងយើង select លើអានេះមក select យកមកតិចលើវាមក select ហើយrồiយកពាក្យថា open នេះមកអញ្ចឹងវារត់ចូលនៅក្នុងនេះនេះ select មិនរត់ចូលក្នុងហ្នឹងហើយយើងចុចពាក្យថា sorry មកវាដាក់ថា success អញ្ចឹងបានន័យថាការដំឡើងរបស់យើងជោគជ័យហើយរីករាយក្នុងការប្រើផលិតផលនេះ Toontrack នេះក៏អូខេមកអញ្ចឹងយើងអាចប្រើការបានដែរសាកល្បងមើលនេះវាកំពុងរត់ឲ្យយើងអត់ដល់លើវាកំពុងដើរឬមួយក៏ខ្ញុំបិទសំឡេងបាទខ្ញុំបិទសំឡេងណាដោយសារ kitchen មិញវាលឺខ្លាំងពេកប្រើការបានណាកម្មវិធីនេះមួយនេះគេហៅកម្មវិធី goal ណាអញ្ចឹងវាមានកម្មវិធីបន្ថែមមានបន្ទាននៅទៅលើអានេះវាមាន score បន្ថែមទៅទៀតណា score បន្ថែមទៀតអាហ្នឹងគឺខ្ញុំមិនបានទាន់ធ្វើជាវីដេអូបង្ហាញទេអានេះគ្រាន់តែជា goal អានេះគ្រាន់តែជាបឋមក្នុងការដំឡើងកម្មវិធីបាទចំណែកវិធីរបៀបនៃការប្រើប្រាស់អាហ្នឹងខ្ញុំនឹងបង្ហាញនៅក្លឹបបន្តទៀតណាអញ្ចឹងសម្រាប់ថ្ងៃនេះក៏មានតែប៉ុណ្ណេះឯងហើយខ្ញុំក៏សូមបញ្ចប់ក្លឹបខ្ញុំតែប៉ុណ្ណេះសិនបាទរីករាយជាមួយនឹងការធ្វើតន្ត្រីណាសង្ឃឹមថាលោកអ្នកអាចនឹងដំឡើងបានណាបាទសូមជម្រាបលាបាទ